ឥឡូវយើងមកបន្តមេរៀនរបស់យើងបន្តទៅទៀតមកដល់ត្រង់ថាធ្វើយ៉ាងណាមិនកើតក្រុងមាបានប្រើមេដំរីដៃកាន់អាវុធ1000ចូលទៅស្រែកថាណែសិទ្ធិថាចូលដើរចេញពីរតនបល្ល័ង្កនេះព្រោះជារបស់យើងព្រះពោធិសត្វបាននឹកដល់បារមីទាំង30ប្រការដែលព្រះអង្គបានបំពេញអស់ជាច្រើនអសង្ខ័យកັບទ្រង់គ្មានខ្លាចសោះហើយបានតបទៅនឹងមាថា មនាលមាបល្ល័ង្កនេះមិនមែនកើតសម្រាប់អ្នកទេគឺកើតសម្រាប់យើងដែលជាអ្នកបានបំពេញបារមី30មហាបរិច្ចាគមហាបរិច្ចាគ5ចរិយា3ទេតាមាឮដូច្នោះរឹតតែក្រោតខ្លាំងឡើងហើយបានចោលអាវុធលើកំពូលលើកកំពូលភ្នំបោះសម្ដៅព្រះអង្គតែវត្ថុទាំងនោះខ្លាយជាកម្រងផ្កាថ្វាយព្រះអង្គទៅវិញព្រះសទ្ធិថាតរងព្រះចិន្តាថានៅថ្ងៃត្រាស់ដឹងបល្ល័ង្ករតនៈតែងកើតដល់ព្រះពោធិសត្វរាល់ព្រះអង្គជាដរាបឯបល្ល័ង្កនេះក៏កើតដល់អាត្មាអញហើយសម្រាប់តែអាត្មាដែររួចទ្រង់សួរទៅមាថាបើបល្ល័ង្កនេះជារបស់អ្នកតើអ្នកមានអ្នកឯណាជាសក្តិសិទ្ធិមាតបថាពលសេនាទាំងអស់ជាសក្តិសិទ្ធិរបស់យើងចុះស្ថិតថាឯងមានអ្នកណាជាសក្តិសិទ្ធិដែរចម្រើនពរព្រះពោធិសត្វទៅរងត្រាស់ថាសក្តិសិទ្ធិរបស់អ្នកសុទ្ធតែជាអ្នកមានចិត្តចេតនាឯសក្តិសិទ្ធិរបស់យើងគឺមហាព្រឹទ្ធពីរនេះឯងគ្រានោះព្រះមហាព្រឹទ្ធពីរក៏លន់ក៏ក្រើកឡើងដូចជាទទួលថាជាសក្តិសិទ្ធិមែនជាសក្តិសិទ្ធិមែនជារៀបដូច្នោះព្រះបរមពោធិសត្វទ្រង់នឹកដល់ដំរីនឹកដល់ដំរីបច្ចយណោគុន្ទ្រៈបច្ចយណោគុន្ទ្រៈដែលព្រះអង្គបានប្រទានដល់អ្នកសរុបលិង្គរៈលិង្គរៈកាលទៅរងសោយបរិជាតិជាបរិវេសន្តរគ្រានោះដំរីនេលាគិរីក៏លុតជង្គង់ប្រណម
ត្រោមក្បាលចុះឯក្រងមៀឃើញដូច្នោះក៏លើកដៃពោលសរសើរថាអនុមោទនា